ធ្វើជាមនុស្សកុំប្រាថ្នាការយោគយល់ពីគេច្រើនពេកពេលខ្លះវាជារឿងឈឺចាប់ណាស់នៅពេលដែលយើងមិនប្រឹងប្រែងនៃខ្លួនឯងហើយបែរជាដេកចាំរំពឹងការយោគយល់ពីអ្នកដទៃខ្ចីដង្ហើមគេមកដករហូតភ្លេចប្រឹងប្រែងនៃខ្លួនឯងនៅពេលដែលយើងរំពឹងទៅលើនរណាមួយខ្លាំងពេកនៅពេលដែលគេលែងយោគយល់យើងវាជារឿងឈឺចាប់ណាស់សម្រាប់យើងត្រូវតែជាមនុស្សម្នាក់ដែលមានតម្លៃដោយខ្លួនឯងគេយោគយល់យើងក៏សប្បាយចិត្តតែបើគេមិនយោគយល់យើងក៏យើងអត់ឈឺក្បាលដែរត្រូវចាំថាគ្មានអ្នកណាមកយោគយល់យើងរហូតទេហើយក៏គ្មានការយោគយល់ណាដែលធ្វើឲ្យយើងខ្លាចជាមនុស្សរឹងមាំបានដែរពិភពលោកនេះមានតែយើងខ្លាំងទេទើបគេស្វាគមន៍យើងដោយក្តីរីករាយចុកចំណោមជាមួយ